ប្លុកទី3នេះយើងបន្តដំណើរទៅ Puppy Farm គឺកន្លែងដែលគេចិញ្ចឹមសត្វហើយនឹងមានដូចជាចំការ strawberry ចំការប៉េងប៉ោះផ្សេងហើយនឹងមានវាថាជាការដាំផ្កាស្អាតអីនៅនឹងអញ្ចឹងណានៅនឹងគឺរៀងធំដែរគឺស្រស់ស្អាតអញ្ចឹងឥឡូវកន្លែងទី1ដែលពួកខ្ញុំមកលេងនៅក្នុងហ្នឹងគឺប្លុកនេះគឺប្លុកយើងអាចថតរូបនៅកន្លែងហ្នឹងគឺគេដេកលរបៀបដូចជួយនាំចិនដែលសារពេលហ្នឹងខ្ញុំដូចប្រាប់អ្នកទាំងអស់គ្នាហើយគឺចិត្តជួយនាំចិនហើយអានេះគឺ puppy ហើយគឺសម្រាប់កូនឆ្កែខ្ជូតមានធំមានតូចពេញនឹងតែម្ដងគឺរងចាំភ្ញៀវទេសចរចូលទៅលេងមួយវាហើយនឹងទិញចំណីដាក់ឲ្យវាស៊ីគឺអ្នកនៅក្នុងហ្នឹងគឺចាំតាស៊ីទេអូខេឥឡូវនេះយើងចេញមកពីកន្លែងហោងមិញមកខាងក្រៅគឺមានដូចជាការដាំផ្កាអញ្ចឹងអានេះគឺតួផុសគឺតួសំដែងខាងប្រុសគឺអង្គុយឲ្យគេថតអញ្ចឹងទៅអញ្ចឹងបន្តមកទៀតនេះនៅនឹងគឺមានដាំផ្កាផ្សេងផ្កាស្អាតមែនតើគ្រប់ពណ៌គ្រប់អីចម្រុះមែនតើដោយសារតែរដូវហ្នឹងគឺជារដូវផ្ការីករដូវចិត្តចូលឆ្នាំចិនរដូវផ្ការីកអញ្ចឹងគឺផ្កាដុះស្គុះស្គាយរីកពេញភ្នំតែម្ដងវាមានចម្រៀលភ្នំអញ្ចឹងគឺស្អាតមែនតើឥឡូវនេះខ្ញុំឡើងមកដល់លើហើយកន្លែងនេះគឺមានកន្លែងអង្គុយខ្ញុំនឹងអង្គុយលេងនៅនឹងដែរយើងមើលទៅខាងក្រោមមានអារម្មណ៍ថា relax យើងមានពេលត្នេមានពេលច្រើនអង្គុយ relax នៅនឹងក៏បានដែរគេមានលក់អីដូចជាកាហ្វេអីញ៉ាំដែរឥឡូវនេះខ្ញុំបន្តមកដល់ចកាពេញប៉ោះមកដល់ចកាពេញប៉ោះហ្នឹងនឹងគឺជាចកាពេញប៉ោះបែប organic នៅវៀតណាមអញ្ចឹងតម្លៃវាថ្លៃយទៅតម្លៃវា1គីឡូថ្លៃជាងគេនាំចូលមកស្រុកខ្មែរទៀតប៉ុន្តែគ្រាន់ថាគេប្រាប់យើងថាគឺជាចំការ organic ដែលអត់មានប្រើថ្នាំអញ្ចឹងរៀងថ្លៃអញ្ចឹងវៀតណាមក៏ដូចគ្នាដែរណាតែ organic ថ្លៃដូចគ្នាអញ្ចឹងអានាំមកស្រុកខ្មែរយើងអាធូហ្នឹងណាគ្នាគិតតាមហ្នឹងទៅអូខេនេះគឺចំការ strawberry ហើយឥឡូវនេះកន្លែងនេះគឺជាចំការpumpkin គឺជាការល្ពៅមិនថាច្រើនទេគ្រាន់តែថាគឺគេដាំមកយើងចម្រោះឲ្យយើងមើលថាតើល្ពៅមានប្រមាណពូជមានប្រមាណប្រភេទអូនៅទីនេះរបៀបដូចជាទីក្រុង Halloween មួយអញ្ចឹងគឺល្ពៅគ្រប់ម៉ូដគ្រប់ម៉ាកអាទូចអាធំអាក្តឹបអាវែងអាខ្លីអាម៉ូដមិនក៏មានដែរនិយាយទៅពូជច្រើនពូជមែនតើនៅនឹងចង់ម៉ូដមិនក៏មានដែរអញ្ចឹងនៅនឹងគឺយើងនិយាយថាយើងមកឃើញល្ពៅប្លែកច្រើននៅនឹងឃើញមានអាធំមានអាទូចមានអាមូលដោះវាពេញនឹងហើយជាផ្សេងអាលីលីយោនឹងរៀងវាដូចវាថានៅក្នុង Halloween អញ្ចឹងមើលទៅគួរខ្លាចដែរអញ្ចឹងអូខេឥឡូវនេះគឺពពួកប្រទាលក៏ច្រើនដែរប្រទាលគ្រប់ប្រភេទសឹងតែ100មុខគឺគេដាំបែបចម្រុះពេញនឹងតែម្ដងអាចថាថតរូបថតអីលេងនៅនឹងអញ្ចឹងណាមានប្រទាលធំប្រទាលតូចប្រទាលបាឡាប្រទាលអត់បាឡាអូមិនក៏មានដែរឥឡូវនេះយើងបន្តដំណើរមកកន្លែងទៀតមិនចកាមិញណាគឺឡើងចកាមួយទៀតតែចកានឹងគម្រូលវាមិញដែរគេហៅចកាដែលមានបាតដៃគម្រូលប្រៀបដូចជានៅសាប៉ាវាថាមានបាតដៃអញ្ចឹងប៉ុន្តែគាត់ថាជាសបនិមិត្តទេអានេះមិនអាស៊ីនគេនៅសាប៉ាគេគឺធំតែនេះទូលក្ខណៈទូយើងអាចមើលទៅខាងក្រោមឃើញចកាផ្កានៅខាងក្រោមអញ្ចឹងទៅថតរូបនៅនឹងតម្រងមួយថ្ងៃមុនខ្ញុំទៅខាងមណ្ឌលគិរីគឺគេមានរៀបចំដូចជាដាំផ្កាដាំអីអញ្ចឹងដែរគាត់ថាវាដុះអត់ស្អាតដោយសារស្រុកខ្មែរយើងវាអត់សូវត្រជាក់ខ្លាំងដូចនៅស្រុកគេអញ្ចឹងខ្ញុំឃើញនៅមណ្ឌលគិរីនៅចំកាត់តែនៅមណ្ឌលគិរីហ្នឹងគឺស្រៀងដែរនេះខ្ញុំថតពីខាងលើទៅខាងក្រោមនេះប្រជាជនគេដាំបន្លែដាំយកទៅដាំបន្លែឈើអីគឺគេដាំបែបហូងអញ្ចឹងគឺមានអារម្មណ៍ថាគឺគេអត់មានទុកដីឲ្យនៅត្នេហ្មងណាឥឡូវនេះយប់ហើយអញ្ចឹងខ្ញុំមកដល់សន្តាគារហើយពួកខ្ញុំក្នុងនេះជិះតាក់ស៊ីជិះ Grab មកផ្សាររាត្រីមកដើរលេងផ្សាររាត្រីគេហ្នឹងណាហើយទៅនៅហ្នឹងគឺគេមានការសម្ដែងមានអីដែរមានវាយភ្លេងវាយអីខាងវប្បធម៌ខាងវៀតណាមគេអញ្ចឹងណាតើបើយើងឈរមើលគេមួយផ្លែតយើងដើរបន្តមកទៀតនៅកន្លែងនេះគឺល្បីមែនតើក្នុងដែលគេតែងតែនិយាយថាគេមកអង្គុយផឹក
ទឹកសណ្តែកនៅនឹងទាំងអស់គ្នាអ្នកខ្លះអង្គុយផឹកកាហ្វេគេអង្គុយហើយទៅចុះមកមើលចុះមកខាងក្រោមអញ្ចឹងណានិយាយទៅអ្នកដែលនៅនឹងមិនស្គាល់ថាភ្ញៀវទេសចរឬក៏ប្រជាជននេះគឺគេចូលចិត្តមកអញ្ចឹងមកអង្គុយសង់ទីម៉ងផឹកទឹកតែផឹកទឹកសណ្តែកទាំងអស់គ្នាហ្នឹងហើយនេះគឺជាទស្សនវិជ្ជារួមនៅក្នុងដំណើរកម្សាន្តថ្ងៃហ្នឹងផងដែរអញ្ចឹងមានរូបភាពខ្លះៗបង្ហាញទៅអ្នកទាំងអស់គ្នាអូខេឥឡូវសម្រាប់ vlog ទី3របស់យើងមានប៉ុណ្ណឹងជួបគ្នានៅ vlog ទី4បាយបាយ